កិច្ចប្រជុំសាមញ្ញលើកទី19របស់ក្រុមប្រឹក្សាខណ្ឌសែនសុខអាណត្តិទី4នៅព្រឹកថ្ងៃទី30ខែធ្នូឆ្នាំ2025នេះនៅសាលាខណ្ឌសែនសុខបានបើកកិច្ចប្រជុំសាមញ្ញលើកទី19របស់ក្រុមប្រឹក្សាខណ្ឌសែនសុខអាណត្តិទី4ក្រោមអធិបតីភាពលោកស្រីឈិនសុខេនប្រធានក្រុមប្រឹក្សាខណ្ឌសែនសុខលោកជេងមនីរ៉ាអភិបាលនៃគណៈអភិបាលខណ្ឌសែនសុខព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិកសមាជិកាក្រុមប្រឹក្សាខណ្ឌសែនសុខលោកស្រីអភិបាលរងខណ្ឌលោកអធិការរងលោកមេវិជាការរងកងរាជវុធហត្ថខណ្ឌតំណាងយុទ្ធភូមិភាពពិសេសប្រចាំខណ្ឌសែនសុខលោកស្រីប្រធានអនុប្រធានការិយាល័យទាំង10និងអង្គភាពលទ្ធកម្មអាជ្ញាធរភូមិសង្កាត់ទាំង6រួមនឹងតំណាងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតកិច្ចប្រជុំនេះបានផ្ដោតជាសំខាន់ទៅលើរបៀបវិរៈសំខាន់ចំនួន7គឺទី1ពិនិត្យនិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី18របស់ក្រុមប្រឹក្សាខណ្ឌសែនសុខអាណត្តិទី4កាលពីថ្ងៃទី28ខែវិច្ឆិកាឆ្នាំ2025ទី2ពិនិត្យនិងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូឆ្នាំ2025ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌសែនសុខទី3ពិនិត្យនិងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ2025ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌសែនសុខទី4ពិនិត្យនិងអនុម័តលើសេចក្តីព្រាងគម្រោងផែនការសកម្មភាពការងារនិងគម្រោងផែនការថវិកាប្រចាំឆ្នាំ2026របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារនៃរដ្ឋបាលខណ្ឌសែនសុខទី5ពិនិត្យនិងអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពនិងថវិកាប្រចាំឆ្នាំ2026របស់ការិយាល័យប្រជាពលរដ្ឋទី6ពិនិត្យនិងអនុម័តលើសំណើបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រីបុគ្គលិកនៃរដ្ឋបាលខណ្ឌសែនសុខប្រចាំខែវិច្ឆិកាឆ្នាំ2025និងទី7បញ្ហាផ្សេងនៅក្នុងឱកាសនោះលោកជេងមនីរ៉ាអភិបាលនៃគណៈអភិបាលខណ្ឌសែនសុខក៏បានមានប្រសាសន៍ជម្រាបជូនកិច្ចប្រជុំអំពីសកម្មភាពការងារមួយចំនួនក៏ដូចជាលទ្ធផលការងារដែលរដ្ឋបាលខណ្ឌសម្រេចបានក្នុងឆ្នាំ2025នេះទាំងការងារបម្រើសេវាជូនប្រជាពលរដ្ឋក៏ដូចជាការងារអនុវត្តបានគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពការងារសន្តិសុខសណ្ដាប់ធ្នាប់អនាម័យបរិស្ថានជាដើមជាពិសេសការងារយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ពជួរមុខក៏ដូចជាគ្រួសារកងទ័ពជួរមុខនិងជនភៀសសិទ្ធជាដើមលោកស្រីឈិនសុខេនក្នុងនាមក្រុមប្រឹក្សាខណ្ឌក៏បានសម្ដែងនឹងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈអភិបាលខណ្ឌមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ក្នុងខណ្ឌសែនសុខទាំងមូលដែលបានយកអស់កម្លាំងកាយចិនក្នុងការបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈទាំងសេវាសនំពោនិងសេវាតម្រូវការនាំមកជូនដោយហាងនៅសាលៀនមានលក់អគុយរថយន្តគ្រប់ប្រភេទទំនាក់ទំនងលេខទូរស័ព្ទ088 99 72 168